ប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃថ្ងៃទី6 ខែ 3 អញ្ចឹងរាល់ថ្ងៃសុក្រដើមសប្តាហ៍ទី1គឺជាថ្ងៃ Nan Farm គឺជាព័ត៌មានប្រចាំខែដែលយើងអាចឆែកមើលបាននៅក្នុង Forex Factory អញ្ចឹងនៅក្នុងនោះដែរគឺយើងអាចមើល website ផ្សេងទៀតក៏បានដែរតែគ្រាន់ថាភាគច្រើនខ្ញុំមើលនៅក្នុងនេះភាគច្រើនអញ្ចឹងណាអញ្ចឹងនៅក្នុងនោះដែរគឺយើងអាចមើលព័ត៌មានប្រចាំថ្ងៃអញ្ចឹងដូចជាថ្ងៃនេះដែរម៉ោង8កន្លះមាន unemployment claim ហើយដូចជាអត់មានព័ត៌មានអីទៀតទេព័ត៌មានផ្សេងតាក់ទងជាមួយនឹងដុល្លារក៏ដូចជាអត់មានព័ត៌មានអីសំខាន់ដែរអញ្ចឹងខ្ញុំសូមចូលបញ្យល់បងប្អូនខ្លះក៏ចេះមើលបងប្អូនខ្លះក៏អត់ទាន់ចេះមើលអញ្ចឹងសម្រាប់ពណ៌នេះដែរគឺខ្ញុំសូមបញ្យល់បងប្អូនថាពណ៌ក្រហមគឺជាពណ៌ដែលព័ត៌មានប៉ះពាល់ខ្លាំងទៅដល់ទីផ្សារហើយសម្រាប់ពណ៌លឿងនេះដែរគឺអត់ប៉ះពាល់ទៅលើទីផ្សារខ្លាំងទេគឺព័ត៌មានតូចហើយវាមានពណ៌ទឹកក្រូចនេះគឺប៉ះពាល់គួរសមប៉ុន្តែភាពប៉ះពាល់នឹងដែរវាអាស្រ័យទៅលើទិន្នន័យដែរបើសិនជាទិន្នន័យលៀងគ្នាតិចវាអាចនឹងមានការប្រែប្រួលតិចដែរហើយបើសិនជាលំអៀងគ្នាខ្លាំងវាក៏អាចប្រែប្រួលខ្លាំងទៅតាមនឹងដែរហើយវាអាស្រ័យទៅលើព័ត៌មានដែរថាព័ត៌មានហ្នឹងគេនិយាយអំពីអីអញ្ចឹងបងប្អូនទាំងអស់គ្នាងាកមកមើលខាងស្ដាំដៃនេះគឺជាកន្លែងនេះ previous គឺជាទិន្នន័យចេញការពីលើកមុនកដាលនេះគឺជាទិន្នន័យដែលគេព្យាករណ៍ក៏ប៉ុន្តែទិន្នន័យដែលសម្រាប់ការព្យាករណ៍នេះគ្រាន់តែយើងអាចទុះទាយមុនដោយយើងវិភាគ technical អញ្ចឹងណាតែសួរថាទិន្នន័យហ្នឹងគេយកជាការអត់គឺអត់យកជាការទេគឺគេយកនៅកន្លោនមួយទៀតកន្លោនខាងមុខនេះអញ្ចឹងអាកន្លោនខាងមុខនេះតតែដល់ម៉ោងព័ត៌មានចេញទៅវាចេញមកសម្រាប់ទិន្នន័យជាក់ស្ដែងអញ្ចឹងយើងយកអាទិន្នន័យចេញជាក់ស្ដែងហ្នឹងយកទៅធៀបជាមួយនឹងទិន្នន័យកាលពីលើកមុនទៅយើងដឹងថាព័ត៌មានហ្នឹងទិន្នន័យល្អឬក៏អាក្រក់ក៏ប៉ុន្តែបងប្អូនគួរតែមើលទៅលើចំណងជើងព័ត៌មានដែរថាព័ត៌មានហ្នឹងគេនិយាយអំពីអីពេលខ្លះទិន្នន័យច្រើនវាអត់ល្អសម្រាប់លុយដុល្លារក៏ប៉ុន្តែព័ត៌មានខ្លះទិន្នន័យតិចគឺវាល្អសម្រាប់លុយដុល្លារដូចជា unemployment claim នេះគឺព័ត៌មានអត្រាអ្នកអត់ការងារធ្វើហើយគាត់ទៅ claim លុយពីរដ្ឋអញ្ចឹងទិន្នន័យហ្នឹងបើសិនជាច្រើនជាងការពលឹកមុនគឺអត់ល្អចំពោះលុយដុល្លារទេតែព័ត៌មានហ្នឹងដូចជាមិនសូវសំខាន់ប្រហែលដែរចេញញឹកញាប់អញ្ចឹងខ្ញុំសូមចូលទៅថ្ងៃស្អែកព័ត៌មានសំខាន់នេះព័ត៌មានប្រចាំខែប៉ុន្តែខ្ញុំសូមប្រាប់បងប្អូនថានៅពេលដែលព័ត៌មាននេះពណ៌ក្រហមពណ៌លឿងពណ៌ក្រហមនេះសុទ្ធតែសំខាន់ហើយសម្រាប់ព័ត៌មាននេះដែរគឺមាន3ព័ត៌មានទី1គេនិយាយអំពីអត្រាអ្នកធ្វើការថែមម៉ោងអញ្ចឹងបើសិនជាអត្រាអ្នកធ្វើការថែមម៉ោងហ្នឹងទិន្នន័យវាល្អជាងការលើកមុនណានឹងគឺល្អសម្រាប់លុយដុល្លារប៉ុន្តែបើសិនតិចជាងការលើកមុនគឺអត់ល្អសម្រាប់លុយដុល្លារទេហើយនេះគឺជាព័ត៌មានគោលនៅក្នុងថ្ងៃហ្នឹងដែរគឺ Nan Farm Payroll គេនិយាយអំពីប្រាក់បៀវត្សសរុបប៉ុន្តែអាហ្នឹងมันបូករួមជាមួយនឹងកសិកម្មទេគេនិយាយអំពីតែប្រាក់បៀវត្សទេហើយតាក់ទងជាមួយនឹងព័ត៌មានហ្នឹងដែរបើសិនតែទិន្នន័យច្រើនគឺល្អសម្រាប់លុយដុល្លារប៉ុន្តែបើសិនតែទិន្នន័យតិចជាងការពីលើកមុនគឺមិនល្អសម្រាប់លុយដុល្លារទេចឹងព័ត៌មាននេះដែរចំពោះអត្រាអ្នកធ្វើការគិតជាម៉ោងនេះការព្យាករណ៍របស់គេមិនល្អទេអាចនឹងមានអត្រាថយចុះហើយចំពោះព័ត៌មាន Nan Farm នេះដែរគឺគេព្យាករណ៍ល្អសម្រាប់លុយដុល្លារប៉ុន្តែបើមើលទិន្នន័យនេះហើយខ្ញុំគិតថាវាអាចនឹងល្អសម្រាប់លុយដុល្លារច្រើនចឹងមាសអាចនឹងចុះព្រោះនៅក្នុងពេលបច្ចុប្បន្នយើងឃើញថាតម្លៃមាសរៀងខ្ពស់ដែរហើយតាក់ទងជាមួយនឹងព័ត៌មានទី3គឺ unemployment rate អត្រាអ្នកដែលអត់មានការងារធ្វើអញ្ចឹងចំពោះអត្រាអ្នកអត់មានការងារធ្វើនេះគឺ
ការព្យាករដដែលចង់បើសិនជាអត្រាអ្នកអត់មានការងារធ្វើកើនឡើងមានន័យថាវាមិនល្អសម្រាប់លុយដុល្លារហើយជាទូទៅប្រទេសមួយដែលមានសេដ្ឋកិច្ចល្អរីកចម្រើនលុះត្រាតែមានការងារធ្វើច្រើនប្រជាជនមានការងារធ្វើច្រើនថែម៉ោងបានលុយច្រើនគឺគាត់ធម្មតាមនុស្សយើងតើរកលុយបានច្រើនគឺមានការចំណាយឯងបើសិនជារកអត់សូវបានច្រើនគឺយើងសេវលុយយើងសំប្រាយយើងអត់សូវជាចាយខ្ជះខ្ជាយប៉ុន្មានទេតែមានលុយយើងចេះចាយឯងចឹងតែពេលដែលប្រជាជនចាយលុយច្រើនចរន្តសាច់ប្រាក់ក៏វាល្អដែរអញ្ចឹងនៅពេលដែលមានការងារធ្វើច្រើនអីធ្វើច្រើនគឺល្អហើយសម្រាប់សេដ្ឋកិច្ចប៉ុន្តែបើសិនជាអត្រានេះអត់មានការងារនឹងកើនឡើងខ្ពស់គឺមិនល្អទេហើយនៅក្នុងម៉ោង8កន្លះនឹងដែរព័ត៌មានតាក់ទងជាមួយនឹងលុយដុល្លារគឺមានតែ3នឹងទេហើយឈានចូលដល់ម៉ោង12កន្លះគឺមានការឡើងនិយាយរបស់Powell ហ្នឹងគាត់គឺជាប្រធានធនាគារកណ្ដាលអញ្ចឹងក៏មានការឡើងនិយាយរបស់គាត់នឹងដែរអញ្ចឹងតាក់ទងជាមួយនឹងអត្រាការប្រាក់អីផ្សេងឬក៏ policy អីផ្សេងសម្រាប់ការធ្វើមិនឲ្យលុយដុល្លារល្អឬក៏សេដ្ឋកិច្ចអីជាដើមអញ្ចឹងទាំងអស់ហ្នឹងហើយគឺយើងអាចមើលដឹងពីទិសដៅនេះនៅក្នុងថ្ងៃចេញព័ត៌មានដែរបើសិនបងប្អូនអត់ចេះមើលទេអាចមើលវីដេអូខ្ញុំបកទៅបកមកទៅហើយបើសិនជាអត់យល់ត្រង់ណាបងប្អូនអរគ្នាអាចសួរខ្ញុំបានការឆែកព័ត៌មាននេះគឺជារឿងមួយដែលសំខាន់បើសិនជាបងប្អូនអត់ចេះមើលទៅលើព័ត៌មានទេហោចណាស់ក៏បងប្អូនអាចឆែកមើលដឹងថាអូថ្ងៃនេះមានព័ត៌មានសំខាន់ច្រើនអត់ឬក៏អត់មានព័ត៌មានអីទេបើសិនជាមានព័ត៌មានសំខាន់ច្រើនបងប្អូនអាចនឹងប្រយ័ត្នបន្តិចទៅនៅក្នុងម៉ោង trade បើសិនជាអត់មានទេបងប្អូនអាចចូលជួញដូរធម្មតាតែខ្ញុំសូមបញ្ជាក់នៅក្នុងនេះដែរសម្រាប់បងប្អូនដែលចូលចិត្ត trade ទៅលើមាសគឺបងប្អូនទាំងអស់គ្នាមើលទៅលើតែព័ត៌មាន USD ទេព្រោះយើង trade រាល់ថ្ងៃគឺយើង trade ទៅលើមាសហើយធៀបជាមួយនឹងលុយដុល្លារអញ្ចឹងលុយដែលពាក់ព័ន្ធជាមួយនឹងមាសធ្វើឲ្យទីផ្សារមាសហ្នឹងមានការផ្លាស់ប្ដូរតិចឬច្រើនគឺទៅលើព័ត៌មានលុយដុល្លារហ្នឹងឯងអញ្ចឹងព័ត៌មានកាណាដារ៉ូអីបើសិនបងប្អូន trade ទៅលើមាសមិនមើលក៏បានដែរតែបើថាបងប្អូនទាំងអស់គ្នា trade ទៅលើគូលុយគួរតែមើលក៏ល្អដែរបើសិនជាព័ត៌មានចេញមួយបងប្អូនអាច trade ទៅលើគូលុយឬមើលលើគូលុយទៅមើលតាមតនន័យហ្នឹង trade លើតាមនឹងជាក់ស្ដែងទៅក៏អាចជាឱកាសមួយនៅក្នុងការរកផលចំណេញពីគូលុយបានដូចគ្នាកាលពីចំនួនមុនកាលពី 5-6 ឆ្នាំមុនខ្ញុំចូល trade ដំបូងដូចជាសបូអ្នក trade ដែរ currency ប៉ុន្តែឃើញប្រហែលឆ្នាំចុងក្រោយនេះដូចជាអត់សូវមានអ្នក trade ប្រហែលទេតាក់ទងជាមួយនឹងគូលុយភាគច្រើនគឺ trade តែមាសហ្នឹងហ្មងព្រោះស្រួលចំណេញហើយក៏ស្រួលខាតដែរអញ្ចឹងហើយបានថារាល់ការ trade យើងគួរតែមាន plan នៅក្នុងការវិភាគប្រចាំថ្ងៃគួរតែចេះឆែកទៅលើព័ត៌មានខ្លះអានេះគឺជាផ្នែកមួយជ្រុងឯក្នុងការដែលឆែកមើលព័ត៌មានតែវាមិនត្រឹមតែព័ត៌មានយើងបែងចែកជាពីរព័ត៌មានមួយគឺយើងមើលនៅក្នុង data អ្វីដែលខ្ញុំកំពុងតែបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាហ្នឹងគឺព័ត៌មានដែលមានការបរិច្ឆេទអញ្ចឹងយើងនិយាយភាសាបច្ចេកទេសគឺព័ត៌មាននៅក្នុង data ចាអាហ្នឹងគឺវាមានតនន័យគឺយើងយកតនន័យចេញចាក់ស្ដែងយកទៅធៀបជាមួយតនន័យចាស់គឺយើងអាចរកឃើញលទ្ធផលព័ត៌មានហ្នឹងឯងថាព័ត៌មានហ្នឹងល្អឬក៏មិនល្អក៏ប៉ុន្តែព័ត៌មានមួយទៀតគឺតកតងជាមួយនឹងព័ត៌មានតាន់ហេតុការព័ត៌មានគេ live ផ្សាយបន្តផ្ទាល់អីអាហ្នឹងគឺអត់មានតនន័យសម្រាប់មើលទេគឺអត់មានតនន័យសម្រាប់មើលទេមានតែយើងមើលផ្ទាល់នៅក្នុង live forex អីអាចារ្យសារ៉ាអីតកតងជាមួយនឹងសង្គ្រាមអីផ្សេងអាហ្នឹងក៏យើងត្រូវតាមដានដែរប៉ុន្តែបើថាយើងជួញដូរធម្មតារាល់ថ្ងៃដែលវាអត់មានព័ត៌មានអីប៉ះពាល់មកខាងក្រៅគឺការឆែកព័ត៌មាននៅក្នុង data នេះឯងនៅក្នុង forex factory នេះដើម្បីឆែកមើលថាអូអាហ្នឹងមានព័ត៌មានអីប៉ះពាល់ឬក៏ជាឱកាសមួយសម្រាប់ការជួញដូរនៅពេលដែលបងប្អូនទាំងអស់គ្នាចេះមើលព័ត៌មានហ្នឹងក៏ល្អដែរ
ខ្ញុំចូលចិត្ត trade ថ្ងៃណាន farm ព្រោះថ្ងៃណាន farm ភាគច្រើនគឺបើថាតនន័យរមុំយើងអាចព្យាករបានដឹងមុនអីចឹងទៅឬក៏វាចេញភ្លាមយើងអាចឆ្មក់មួយផ្លែតបានដែរអញ្ចឹងសម្រាប់ការឆែកមើលព័ត៌មានគឺមានតែប៉ុណ្្នឹងទេហើយជួបគ្នាមេរៀនបន្តទៀតហើយសម្រាប់បងប្អូនដែលមានចម្ងល់អីបងអាចឆាតសួរខ្ញុំបន្ថែមបានណា